សាច់គោតកួននេះដូចគេល្បីមែនតែបានធ្វើញ៉ាំលើកទី1ហើយដឹងតែមានលើកទី2ហើយនិងលើកទី3បងប្អូនរសជាតិសាច់គោរបស់យើងគឺថាចាប់ជាតិគ្នាណាជាមួយនឹងតកួនសក់បែបលេងតូចៗអញ្ចឹងហើយចាប់យកមកជ្រលក់ជាមួយទឹកជ្រលក់បែបអញ្ចឹងទៀតទៅបងប្អូននិយាយថាជក់មាត់ញ៉ាំទៅឆ្ងាញ់ណាស់ចំពោះរសជាតិហ្នឹងខ្ញុំឲ្យ10លើ10និយាយមែនការធ្វើកាន់តែងាយស្រួលទៀតចំពោះផ្នែកសាច់វិញគឺខ្ញុំលាយគ្រឿងក្រូចតែបន្តិចទេដោយសារតែយើងមានទឹកជ្រលក់នៅខាងក្រៅទៀតណាខ្ញុំដាក់ប្រេងខ្យងនិងម្សៅស៊ុបចំពោះសាច់គោវិញចង់បានសាច់ដែលផុយល្អបងប្អូនគួរតែទិញសាច់ច្រឡក់ក្នុងមិនណាគ្រឿងក្រូចដែលខ្ញុំដាក់បន្ថែមគឺមានម្ទេសហើយនិងខ្ទឹមខ្ញុំបុកដាក់បញ្ចូលបន្តិចប្រឡាក់វាតាមមួយផ្លេតទេគឺយើងផ្អាប់ពីទុកចោលសិនទៅងាកមកលាយជាមួយនឹងទឹកជ្រលក់វិញម្ដងសម្រាប់ទឹកជ្រលក់គឺខ្ញុំញ៉ាំជាមួយនឹងទឹកតៅហ៊ូគឺខ្ញុំអត់ចូលទឹកទេខ្ញុំប្រើតែសាច់តៅហ៊ូសុទ្ធហើយនឹងដាក់ប៊ីចេងចូលបន្តិចទឹកដោះគោខាប់ក្រូចឆ្មាគឺយើងលៃលុកតាមបរិមាណតៅហ៊ូរបស់យើងណាបងប្អូនបន្ទាប់ពីខ្ញុំដាក់ក្រូចឆ្មាចូលរួចហើយគឺខ្ញុំបានថែមទឹកឆ្អិនយើងបន្តិចទៀតរួចខ្ញុំក៏បានយកវែកមួយដើម្បីញ៉ាំសាច់តៅហ៊ូឲ្យវាចូលសាបជាមួយនឹងគ្រឿងក្រូចដែលយើងដាក់មិញហ្នឹងសម្រាប់រសជាតិទឹកជ្រលក់គឺខ្ញុំយកបែបរៀងប្រៃជូរអែមមកល្មមហើយខ្ទឹមសចិញ្ច្រាំនិងម្ទេសនេះបន្ទាប់ពីខ្ញុំលាយទឹកជ្រលក់ហើយគឺខ្ញុំចាប់តាមដាក់ចូលតាមក្រោយចំពោះការញ៉ាំសាច់គោតកួនគឺយើងមិនអាចខ្វះបានទេជាមួយនឹងប៊ឺនេះធ្វើឲ្យសាច់និងបន្លែទន់ហើយក្លិនហ្នឹងក៏ឈ្ងុយដែរពេលដែលខ្ញុំកូរប៊ឺមើលថារលាយសោះគឺខ្ញុំដាក់ខ្ទឹមសម្ទេសដែលខ្ញុំនៅសល់ហ្នឹងខ្ញុំយកវាលេងបន្តិចទៀតហើយខ្ញុំដាក់សាច់ចូលហើយនិងបន្លែចូលតាមក្រោយរសជាតិសាច់គោតកួនណាបងប្អូនព្រោះតែយើងដាក់បន្លែចូលនិងសាច់ចូលភ្លាមគឺក្លិនហើយនឹងរសជាតិទៅឆ្ងាញ់ដូចគេល្បីពិតមែនណានិយាយទៅមុខម្ហូបនឹងល្បីរៀងយូរដែរហើយនៅតែអត់តាន់សាទៀតបងប្អូនអញ្ចឹងមិនថាមុខម្ហូបនេះតែហ៊ានធ្វើដឹងតែញ៉ាំចង់ធ្វើម្ដងទៀតដូចខ្ញុំអញ្ចឹងពីមុខនេះខ្ញុំធ្វើឲ្យគឺខ្ញុំញ៉ាំជាមួយនឹងហនុមានប៊ីក្លាសេនិងត្រជាក់ផងបានជាមួយនឹងការតកកព្រើអញ្ចឹងទៀតបងប្អូនអើយត្រូវជាតិគ្នាណាស់នេះមើលសាច់គោតកួនរបស់ខ្ញុំចាប់ញ៉ាំនេះសាច់យើងកុំឲ្យវាឆ្អិនខ្លាំងយកតែប៉ុណ្ណឹងសាច់យើងដឹងតែមានជាតិដែរបងប្អូនសាច់ឡើងទន់ហើយតកួនហ្នឹងក៏ស្រួយល្អដែរយកមកជ្រលក់ជាមួយនឹងទឹកជ្រលក់តៅហ៊ូអញ្ចឹងទៀតណាញ៉ាំបែបនេះតិចឈ្ងុយទឹកតៅហ៊ូផងហើយសាច់គោរបស់យើងឈ្ងុយទៀតទៅញ៉ាំទៅឡើងជក់មាត់អញ្ចឹងហើយមានមុខនេះជូនចំពោះបងប្អូននៅថ្ងៃចូលឆ្នាំខ្មែរខាងមុខហ្នឹងណាបើសិនជានឹកមុខម្ហូបអត់តាន់ឃើញញ៉ាំងាយឡើងចំគ្រួសារកុំភ្លេចមុខនេះរសជាតិក៏ឆ្ងាញ់របៀបធ្វើវិញកាន់តែងាយស្រួលទៀតចាឥឡូវនេះការបង្ហាញពីរបៀបធ្វើសាច់គោតកួនរបស់ខ្ញុំគឺមានការបង្ហាញតែប៉ុណ្្នឹងទេយើងជួបគ្នានៅវីដេអូក្រោយទៀតណាអរគុណហើយរសជាតិមីហាល់ឲ្យតែចេញមកបានប៉ុណ្្នឹងហើយបងប្អូនអើយរសជាតិទៅគឺឆ្ងាញ់ណាស់ការធ្វើក៏ងាយស្រួលហើយលឿនទៀតឆាប់បានញ៉ាំក្តៅៗដូចខ្ញុំអញ្ចឹងណាឲ្យតែមានជាមួយនឹងមីកូរីណូ Super Spicy Hot Pot ដូចខ្ញុំគឺងាយស្រួលណាស់មិនបាច់ចាំចេញទៅក្រៅទៅហាងគេទៀតទេព្រោះថាពេលខ្លះទៅញ៉ាំកន្លែងគេម្ដងជួនកាលក៏ស្ទះផ្លូវអីទៅដល់ហាងហើយត្រូវរងចាំទៀតតរីឯតម្លៃពេលខ្លះក៏រៀងថ្លៃគួរសមដែរណាអញ្ចឹងមិនថាបងប្អូនដែលគាត់ចូលចិត្តញ៉ាំជាប្រភេទមីហាល់ដូចខ្ញុំចេះអីគ្រាន់តែទិញតែមីកូរីណូទុកនៅផ្ទះស្រាប់ឃ្លានស្មានណាគឺយើងឆុងញ៉ាំស្មានហ្នឹងហ្មងអត់ពិបាកទេបងប្អូនរីឯសាច់ហើយនឹងបន្លែគឺយើងដាក់តាមការចូលចិត្តមិនណាចំពោះមីកូរីណូរបស់ខ្ញុំយកមកឆុងញ៉ាំថ្ងៃនេះបងប្អូនគឺទៅសៃមីទុនស្វិតល្អហើយជាពិសេសការចម្អិនគឺគេបានប្រាប់នៅខាងក្រៅកញ្ចប់មីនេះបងប្អូនពីរបៀបធ្វើគឺគេចម្អិន4នាទីដើម្បីឲ្យទៅសៃមីរបស់យើងទុនល្អរីឯទឹកវិញគឺគេប្រើចំនួន450មីលីលីត្រចំពោះមីកូរីណូ Super Spicy Hot Pot នេះគឺមាន2យ៉ាងមានជាកំប៉ុងហើយនិងជាកញ្ចប់ងាកមកមើលការចម្អិនរបស់ខ្ញុំជាដំបូងគេគឺចាប់ផ្ដើមដាក់ដាំទឹកហើយក្នុងកញ្ចប់មីនេះបងប្អូនពេលដែលហាយចេញមកគឺមានមីមួយដុំហើយគ្រឿងមីគឺមាន3កញ្ចប់គ្រឿងក្នុងមីហ្នឹងគឺមានអំបិលគ្រឿងបន្លែហើយនិងគ្រឿងម្ទេសចំពោះម្ទេសនេះបើសិនជាបងប្អូនហាយចាក់ចូលទាំងអស់គឺរសជាតិចេញមកគឺហឹរខ្លាំងហឹរមីបែប7កម្រិតតែសម្រាប់បងប្អូនខ្លះដែលក៏អត់ចេះញ៉ាំហឹរទេគឺយើងអាចដាក់តាមកម្រិតបានចំពោះទឹកពុះគឺខ្ញុំដាក់មីចូលដាក់គ្រឿងដែលយើងមាន3កញ្ចប់ហ្នឹងគឺខ្ញុំដាក់ចូលទាំងអស់មិនថាម្ទេសក៏ខ្ញុំដាក់ចូលទាំងអស់ដែរដោយសារតែខ្ញុំនេះគឺចូលចិត្តបែបរៀងហឹរខ្លាំងបងប្អូនចាបន្ទាប់ពីដាក់មីចូលរួចហើយគ្រឿងបន្លែដែលខ្ញុំមានហ្នឹងដូចជាស្ពៃក្តោបស្វាយផ្សិតហ្នឹងគឺខ្ញុំចាប់ដាក់ចូលលៃបន្លែ3មុខនេះគឺវាក្រឆ្អិនអញ្ចឹងហើយខ្ញុំដាក់ព្រមគ្នាជាមួយនឹងគ្រឿងអំបិលមីហ្មងទៅបងប្អូនដោយសារតែមីនេះគឺយើងចម្អិន4នាទីគីមជីគឺខ្ញុំដាក់បន្ថែមបន្តិចរីឯផ្នែកសាច់មានតាំងពីសាច់គោបង្គាប្រហិតនំប៉ាវហើយនិងប្រហិតត្រីបន្តមកទៀតគឺខ្ញុំអត់អស់ចិត្តជាមួយនឹងម្ទេសខ្ញុំថែមបន្តិចទៀតបងប្អូនហើយកុំភ្លេចថែមជីរណាបន្តិចផងណាចាបន្ទាប់ពីដាក់គ្រឿងក្រៅចូលគ្រប់ហើយបងប្អូនអើយនិយាយពីថាក្លិនវិញគឺថាឈ្ងុយខ្លាំងដូចនៅក្នុងហាងអញ្ចឹងបងប្អូនអត់ឲ្យខុសរសជាតិគ្នាទេទឹកស៊ុបវិញហត់ឡើងមានជាតិណាដោយសារតែគ្រឿងកញ្ចប់មីនេះគឺគេដាក់ចេញមកត្រូវនឹងស្តង់ដារហ្មងចំណោះទឹក450មីលីលីត្រហ្នឹងបងប្អូនរសជាតិសរសៃមីចាប់មកកតុនស្វិតល្អវែងហើយញ៉ាំឆ្ងាញ់ទៀតអញ្ចឹងហើយចំពោះមីហឹរ7កម្រិតនេះបងប្អូនកុំភ្លេចសាកធ្វើញ៉ាំផងណាបើសិនជាបងប្អូនខ្លះក៏អត់ចង់ចេញក្រៅដូចខ្ញុំអញ្ចឹងណាទិញតែមីកូរីណូ Super Spicy Hot Pot ទុកនៅផ្ទះយកមកធ្វើចេះមកគឺថាញ៉ាំបានជុំគ្រួសារយ៉ាងងាយស្រួលហ្មងដោយសារតែខែនេះគឺជាខែក្តៅអញ្ចឹងហើយយើងញ៉ាំនៅផ្ទះស្រួលមិនចាំចេញទៅក្រៅអីទេគ្រាន់តែយើងទិញតែបន្លែមួយមុខបន្តិចរីឯផ្នែកសាច់វិញយើងចូលចិត្តអីដាក់សាច់ហ្នឹងមិនណាបងប្អូនកន្លែងមកមើលតែសាច់មីរបស់ខ្ញុំចាប់នេះនៅតែវែងទន់ស្វិតញ៉ាំទៅឡើងជក់មាត់មែនទែនអញ្ចឹងហើយបងប្អូនចង់ដឹងពីរសជាតិកុំភ្លេចធ្វើញ៉ាំហើយក៏មិនប្រាប់នៅក្នុងវីដេអូនេះផងណា